អាវុធហត្ថភ្នំពេញ28នាក់ទទួលបានខ្សែក្រវ៉ាត់ខ្មៅតេខ្វាន់ដូកូរ៉េខាងត្បូង1ដាន់និង2ដាន់ព្រមជាមួយលោកឧត្តមស្នេហ៍ឯករតស្រៀងទទួលបានខ្សែក្រវ៉ាត់ខ្មៅថ្នាក់6ដាន់នារុស្ស៊ីថ្ងៃទី4ខែមិថុនាឆ្នាំ2025នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់គ្រូបង្គោលកីឡាតេខ្វាន់ដូនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន28នាក់ក្រោមអធិបតីភាពលោកឧត្តមស្នេហ៍ឯករតស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងលោកផាកហ៊ីដេតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជាដោយមានការចូលរួមពីលោកគ្រូជម្រើសជាតិកីឡាតេខ្វាន់ដូប្រចាំកម្ពុជាគ្រូក្បាច់គុនការពារខ្លួនគូគីវុនសាធារណរដ្ឋកូរ៉េខាងត្បូងព្រមទាំងលោកមេបញ្ជាការរងនាយសេនាធិការរងប្រធានអនុប្រធានមន្ត្រីនាយរងការិយាល័យលោកមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង14និងលោកមេបញ្ជាការវរៈសេនាតូចចល័តនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀតក្នុងឱកាសនោះលោកផាកហ៊ីដេបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូបង្គោលអាវុធហត្ថរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងហ្វឹកហាត់ក្បាច់គុនតេខ្វាន់ដូប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតទទួលបានសមិទ្ធផលដោយថ្ងៃនេះដែលក្នុងចំណោមគ្រូបង្គោលទាំង28នាក់គឺទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតខ្សែក្រវ៉ាត់ខ្មៅថ្នាក់2ដាន់ចំនួន12នាក់និងថ្នាក់1ដាន់ចំនួន16នាក់ហើយកន្លងមកក្រុមគ្រូបង្គោលទាំងនេះក៏បានផ្លាស់ប្ដូរគ្នាចូលរួមប្រកួតតេខ្វាន់ដូ WTS ក្នុងព្រឹត្តិការណ៍ផ្សេងៗជាច្រើនលើកព្រមទាំងទទួលបានមេដាយជាច្រើនគ្រឿងផងដែររួមមានកម្មវិធី Cambodia Open Glory International Taekwondo Competition 2015ទទួលបានមេដាយមាស1ប្រាក់1សម្រាប់2កម្មវិធី Korean Ambassador A Cup Taekwondo Competition 2017ទទួលបានមេដាយមាស2ប្រាក់1សម្រាប់3កម្មវិធី Asia Kukiwon Taekwondo Hamadang 2017ទទួលបានមេដាយមាស1ប្រាក់3សម្រាប់5និងកម្មវិធី Korean Ambassador Cup Taekwondo Competition 2018ទទួលបានមេដាយប្រាក់1សម្រាប់4បន្ទាប់ពីលោកផាកហ៊ីដេបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្រុមគ្រូបង្គោលរួចមកលោកគ្រូជម្រើសជាតិកីឡាតេខ្វាន់ដូកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាបានធ្វើការប្រគល់វិញ្ញាបនបត្របញ្ជាក់ខ្សែក្រវ៉ាត់ខ្មៅទាំងថ្នាក់2ដាន់និងថ្នាក់1ដាន់ដល់គ្រូបង្គោលគ្រប់គ្នាព្រមជាមួយគ្នានេះផងដែរលោកគ្រូព្រឹទ្ធាចារ្យចុងប៊ុនហ៊ិននៃអគ្គស្នងការតេខ្វាន់ដូពិភពលោកកូគីវុនកម្រិត8ដាន់បានបំពាក់និងប្រគល់វិញ្ញាបនបត្រជាន់ខ្ពស់បញ្ជាក់កម្រិតខ្សែក្រវ៉ាត់ខ្មៅថ្នាក់6ដាន់ដល់លោកឧត្តមស្នេហ៍ឯករតស្រៀងព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ក្រោមបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលបំផុតជាចុងក្រោយលោកឧត្តមស្នេហ៍ឯករតស្រៀងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ភាគីកូរ៉េខាងត្បូងដែលតែងតែបានជួយជុំជ្រែងផ្ដល់គ្រូបង្វឹកក្បាច់គុនតេខ្វាន់ដូរួមទាំងសម្ភារៈជាច្រើនក្នុងការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ដល់ក្រុមគ្រូបង្គោលអាវុធហត្ថរាជធានីភ្នំពេញនាពេលកន្លងមកក៏ដូចជាការប្រគល់វិញ្ញាបនបត្រជាន់ខ្ពស់បញ្ជាក់កម្រិតខ្សែក្រវ៉ាត់ខ្មៅថ្នាក់6ដាន់ជូនដល់លោកក្នុងថ្ងៃនេះផងដែរលោកឧត្តមស្នេហ៍ឯកបញ្ជាក់ថាការបណ្ដុះបណ្ដាលក្រុមគ្រូបង្គោលកន្លងមកនេះគឺបានផ្ដល់នូវបច្ចេកទេសបទពិសោធន៍ចំណេះជំនាញថ្មីៗសម្រាប់យកទៅបង្ហាត់បន្តដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងទីបញ្ជាការក៏ដូចជាកម្លាំងនៅតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង14ដើម្បីជួយឲ្យកាយសម្បទារឹងមាំរហ័សរហួនក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត